ពិតជាថ្លើមធំមិនខ្លាចមេឃមិនខ្លាចដីមែនបរមម្នាក់ចូលលួចរថយន្តក្នុងអត្តការនគរបាលក្រុងស្វាយរៀងបរោះមិនស្គាល់អត្តសញ្ញាណម្នាក់ពិតជាខ្លាំងមែនធ្វើឲ្យសមត្ថកិច្ចមិនបានដេកមិនបានពួនមិនបានសម្រាកដោយសារបរោះម្នាក់នេះបានចូលទៅក្នុងអត្តការរដ្ឋាភិបាលក្រុងស្វាយរៀងលួចយករថយន្តសារ៉ែនមួយគ្រឿងរបស់សមត្ថកិច្ចបើកកិច្ចខ្លួនភ្លាមក្នុងនោះសមត្ថកិច្ចបានឲ្យដឹងថារថយន្តដែលបរោះខាងលើលួចនោះមានម៉ាក Toyota Camry ស៊េរីឆ្នាំ2003ពាក្យស្លាកលេខ Nobor លេខ2 4203រួចជិះចេញទៅបាត់ដោយសមត្ថកិច្ចស្មានថាកម្លាំងនគរបាលបើកចេញល្បាតចល័តទើបមិនបានសួរនាំហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី11ខែឧសភាឆ្នាំ2025នៅវេលាម៉ោង 5:00 នាទីសមត្ថកិច្ចបានឲ្យដឹងទៀតថាលុះដល់វេលាម៉ោង 7:00 នាទីមិនឃើញរថយន្តត្រឡប់មកវិញទើបលោកវីរៈសេនីយ៍ឯកកែនរិទ្ធីបានបញ្ជាឲ្យកម្លាំងឆែកមើលកាមេរ៉ាសុវត្ថិភាពឃើញថានៅវេលាម៉ោង 4:58 នាទីមានជនមិនស្គាល់អត្តសញ្ញាណម្នាក់បានចូលទៅក្នុងអត្តការរដ្ឋាភិបាលក្រុងស្វាយរៀងរួចដើរសម្ដៅទៅលួចយករថយន្តសារ៉ែនមួយគ្រឿងម៉ាក Toyota Camry ស៊េរីឆ្នាំ2003រួចជិះទៅបាត់ភ្លាមនោះលោកវីរៈសេនីយ៍ឯកកែនរិទ្ធីអត្តការនគរបាលក្រុងស្វាយរៀងបានទទួលព័ត៌មានពីលោកវីរៈសេនីយ៍ឯកហែមសមុទ្រអត្តការស្រុកកំពង់រោថាបានឃាត់ខ្លួនជនសង្ស័យម្នាក់ដែលបានជិះរថយន្តមួយគ្រឿងម៉ាក Toyota Camry ស៊េរីឆ្នាំ2003ពណ៌សពាក់ស្លាកលេខនគរបាលលេខ24203ជារថយន្តសារ៉ែនរបស់អត្តការក្រុងស្វាយរៀងនិងបាននាំយកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំថ្មីដើម្បីរងចាំកម្លាំងនគរបាលក្រុងស្វាយរៀងទៅទទួលជនសង្ស័យរួមនឹងវត្ថុតាងយកទៅអត្តការក្រុងស្វាយរៀងដើម្បីធ្វើការសាកសួរសមត្ថកិច្ចបានឲ្យដឹងទៀតថាជនសង្ស័យមានឈ្មោះអូនវិចិត្រភេទប្រុសអាយុ28ឆ្នាំជនជាតិខ្មែរមុខរបរបើកបរមានទីលំនៅភូមិស្វាយសង្កាត់ជែកក្រុងស្វាយរៀងខេត្តស្វាយរៀងនៅចំពោះសមត្ថកិច្ចជនសង្ស័យឈ្មោះអូនវិចិត្របានសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពលួចយករថយន្តសារ៉ែនមួយគ្រឿងម៉ាក Camry បាឡែនពណ៌សស៊េរីឆ្នាំ2003ពាក្យស្លាកលេខនគរបាលលេខ24203របស់អត្តការក្រុងស្វាយរៀងប្រកាសមែនបន្ទាប់ពីលួចបានហើយខ្លួនក៏ជិះកិច្ចខ្លួនតាមបណ្ដោយផ្លូវជាតិលេខ1ទៅទិសខាងកើតរួចបត់ទៅស្រុកកំពង់រោដល់ចំណុចភូមិអូឃុំថ្មីស្រុកកំពង់រោខេត្តស្វាយរៀងក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនយកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំថ្មីប្រគល់ឲ្យសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងតែម្ដងលោកវីរៈសេនីយ៍ឯកកែនរិទ្ធីអត្តការក្រុងស្វាយរៀងបានប្រាប់សារព័ត៌មានថាជនសង្ស័យដែលបានលួចរថយន្តរបស់សមត្ថកិច្ចនោះត្រូវបានបញ្ជូនទៅចាត់ការតាមនីតិវិធីច្បាប់និងឃុំខ្លួននៅពន្ធនាគារហើយ